តតលេងកោះស្ដាច់វិលល្ងាចជាមួយខ្ញុំទាំងអស់គ្នាបងប្អូនអញ្ចឹងនេះយើងចេញទៅពេលព្រឹកនឹងខ្ញុំភ្លេចមកដូចជាម៉ោង 8 កន្លះយើងចេញទៅពីកពតទៅហើយជិះឆ្លងកាត់តាមផ្លូវកាត់មួយចំនួនហ្នឹងហើយយើងទៅមកក៏ចេញទៅតាមផ្លូវជាតិលេខ 4 ហ្នឹងហើយតាមចាំបានហ្នឹងហើយយើងជិះ along the way ទៅមើលឆ្វេងមើលស្ដាំទៅឥឡូវហ្នឹងមានភ្នំមានអីតាមទេសភាពតាមផ្លូវអានេះផ្លូវកោះកុងគេដែលធ្វើថ្មីហ្នឹងនេះស្អាតប៉ុនគេមែនតាហ្នឹងហើយស្រួលជិះអញ្ចឹងតែគេមានផ្លាកសញ្ញាមានអីពេលស្រួលបើកពេលយប់ដែរអញ្ចឹងឥឡូវកាត់កុងមួយទៅតែបើចាំមើលសក់ឯណាហ្នឹងហើយឥឡូវយើងមើលស្នាដំណាំគេចំពេលខែរដូវវស្សាអញ្ចឹងទៅវាដុះលូតលាស់ល្អហ្នឹងហើយចេះតែជីមើលឆ្វេងមើលស្អាតនេះដូចជាតាមចាំដូចជាស្ពានស្រែអំបិលហ្នឹងហើយស្ពានស្រែអំបិលយើងចេះតែជីទៅទៀតមិនស៊ូមិនធូរគឺភ្លៀងមើលឃើញទេតែអីជីទៅទៀតមើលទៅស្ពានឆ្វេងស្ដាំគេទៀតទៅហ្នឹងហើយបន្ទាប់មកគឺយើងជិះផ្លូវចូលនេះកន្លែងនេះដូចជាផ្លូវជិះចូលទៅកោះស្ដាច់ហើយរៀងពិបាកធំល្អប៉ុន្តែរៀងពិបាកជិះតិចដោយសារផ្លូវរៀងខូចជាងយើងអាចបើកលឿនបានហើយប៉ុន្តែបងប្អូនណាដែលចង់ទៅមណ្ឌលគិរីអីនេះមកនេះក៏មានអារម្មណ៍ feel the same way ដែរខ្យល់ត្រជាក់ហើយរៀងដូចមេឃភ្លៀងមានចុះអាប់ចុះអីចឹងមានភ្នំមានអីចឹងដូចនៅមណ្ឌលគិរីដែរភាសាហ្នឹងហើយនេះមានភ្នំមានអីចឹងទៅយើងចិត្តទៅដល់ហើយឥឡូវយើងនេះត្រល់មកចតឡានចតអីហើយឥឡូវយើងដើរទៅកន្លែងឡើងទូកហើយនេះមានទូកគេទៅ1 2ណ៎មិនមែន1 2មកកណោចឹងយើងឥឡូវហ្នឹងកំពុងនេះធ្វើដំណើរដើរទៅឡើងទូកហើយខ្យល់ខ្លាំងពេកប៉ើងខ្ទេចហ្នឹងឥឡូវយើងដើរទៅនេះកន្លែងទូកដែលយើងនឹងត្រូវឡើងហ្នឹងឥឡូវនេះចុះទៅហើយចុះទៅតែវឥឡូវចុះឲ្យឡើងទៅដល់លើទូកហើយនេះឥឡូវយើងចេញដំណើរចេញទៅយើងថតរូបថតវីដេអូមួយទៅយើងទុកជាអនុស្សាវរីយ៍ហ្នឹងហើយថតមើលឆ្វេងមើលស្ដាំមើលឆ្វេងមើលស្ដាំតែដោយសារពេលហ្នឹងសំណាងមែនតើតែទៅចំពេលអត់មេឃភ្លៀងតែអញ្ចឹងទៅយើងជិះស្រួលដែរទៅដូចជា10នាទីដល់ហើយទឹកស្អាតថ្លាល្អដោយសារឲ្យមេឃអាកាសធាតុតាមពិតចង់ភ្លៀងតែវាអត់ភ្លៀងទេពេលហ្នឹងបើសិនជាភ្លៀងវិញចប់ហើយត្រូវអត់បានឆ្លងហើយព្រោះតែភ្លៀងទឹកកឡោខ្លាំងអីចឹងណាហ្នឹងហើយអាចនឹងខ្លាចអីចឹងទៅអញ្ចឹងយើងសំណាងដែរបានទៅមួយជើងទៅបានហ្មងឥឡូវយើងឡើងមកដល់កោះស្ដាច់ហ្នឹងហើយដើរកាត់ផ្ទះគេទៅចេះដើរទៅផ្ទះគេនៅលើទឹកហ្នឹងហើយយើងមើលទេសភាពឆ្វេងស្ដាំទៅនេះគេមានហាងលក់អីឡើងគ្រប់មុខមកនេះកៅអៅអីបងប្អូនណាមកលេង sport អីភ្លេចយកកៅអៅមកអីចូលទិញបានអត់អីទេឥឡូវយើងជួលម៉ូតូអាគុយគេជិះទៅភូមិលេងទៅឥឡូវនេះមកដល់កន្លែងនេះគេហៅរណ្ដងទឹកសាបគេនេះដែលបានឮបងប្អូនថាប្រើមិនក៏អត់អស់ដែរហ្នឹងហើយឥឡូវជិះចុះជិះឡើងឆ្លងកាត់វត្តគេនៅលើកោះហ្នឹងយើងមើលឆ្វេងមើលស្ដាំតិចទៅថាខុសប្លែកគ្នាអីអត់ខុសប្លែកទេវត្តដូចគ្នាហ្នឹងហើយឥឡូវយើងជិះឆ្លងកាត់វត្តនោះមកជារៀងខាងផ្សេងទៀតគឺមាននេះជារៀងថ្ងៃនេះយើងមើលឃើញសត្វដើមដូងអីចឹងណាសត្វដើមដូងអីផ្លែច្រើនមែនតើសំខាន់ផ្លែច្រើនមែនតើណាកន្លែងនោះកញ្ចក់ហ្នឹងយើងអង្គុយហូបអីបានហើយបើទៅក៏គេមានដាក់អសអីផងហ្នឹងហើយអញ្ចឹងយើងចិត្តតែជីមើលឆ្វេងស្ដាំអញ្ចឹងទៅកន្លែងនេះគេមានសួនគេយើងឈប់មើលតិចទៅឈប់ថតតិចទៅហ្នឹងហើយឥឡូវយើងបន្តដំណើរទៅមុខទៀតតែសំខាន់នៅហ្នឹងកន្លែងហ្នឹងគេលាបតែពណ៌ទឹកសមុទ្រហ្នឹងហើយដោយសារឲ្យគេត្រូវពណ៌សមុទ្រហ្នឹងដឹងមានន័យថាសមុទ្រឲ្យពណ៌ទឹកសមុទ្រចឹងហើយមើលទៅនេះឥឡូវពេលហ្នឹងចិត្តភ្លៀងហើយឃើញទឹកកឡោហ្នឹងខ្លាំងឥឡូវជិះមកជាហៀងទៀតគឺមកកន្លែងនេះកន្លែងដូចជា resort គេកោះស្ដាច់ resort ហ្នឹងឯងជិះចូលមកតែយើងអត់ចូលទេពេលហ្នឹងគាត់ជិះដល់ព្រឹបហ្នឹងជិះត្រឡប់ទៅវិញហើយដល់មកឲ្យមកជាហៀងទៀតជិះកាត់កន្លែងគេដាំដំណាំមានទ្រាប់មានម្ទេសមានសាឡាត់មានអីហ្នឹងដែលគេដាំនៅក្នុងនេះហ្នឹងហើយចេះជីទៅហ្នឹងហើយយើងចុះ
ឥឡូវយើងជីមកកន្លែងមួយទៀតđấy ដែលឆ្នេរនេះដូចជាគេទំធ្វើថ្មីទេអត់ទាន់ហើយទេហើយខ្ញុំបាន post video ខ្លីនៅក្នុង TikTok ដែរហើយសួរអត់សួរថាឆ្នេរហ្នឹងអត់ដឹងថាឆ្នេរគេហើយមានបងប្អូនយើងចូល comment ថាឆ្នេរឈ្មោះឆ្នេរដូងប្រហែលជាឆ្នេរដូងត្រូវហើយព្រោះឃើញមានដើមដូងនៅហ្នឹងគេដាក់ឈ្មោះឆ្នេរដូងហ្មងទៅហើយដូចជាធ្វើអត់ទាន់ហើយដូចបងប្អូនបានឃើញអញ្ចឹងសិតតែមានថ្មមានដែកមានអីនេះដែលគេនឹងចាក់បេតុងអីនេះនៅសល់អីហ្នឹងប៉ុន្តែឆ្នេរខ្សាច់ស្អាតសល្អហ្នឹងហើយអើយពេលហ្នឹងអូយខ្មៅមុខប៉ែហ្មងហ្នឹងហើយសំខាន់ទឹកកឡោនេះទឹកកឡោប៉ុន្តែរៀងឃុំក្លិនបន្តិចមិនដឹងឃុំក្លិនអាខ្លុយហ្នឹងក៏អីអត់ដឹងដែរតែស្អាតអត់អីទេឆ្នេរស្អាតនេះបងប្អូនឃើញអត់ឡើងម៉ត់ល្អហ្មងនេះកន្លែងនេះធ្វើរៀបរឹកតិចឲ្យអ្នកម៉ែខ្ញុំកាន់ទូរស័ព្ទឲ្យអត់បានកាន់ទូរស័ព្ទឲ្យអូខេចឹងកន្លែងនេះដើរលើឆ្នេរគេតិចទៅអញ្ចឹងមុននឹងត្រឡប់ទៅផ្ទះយើងជិះមកជុំទៀតឆ្លងមកកាត់វត្តម្ដងទៀតហើយមកកន្លែងនេះម្ដងទៀតហ្នឹងហើយបន្ទាប់មកយើងដោយសារកន្លែងនេះពេលហ្នឹងដូចជាហុយមេឃរៀងហុយតិចតិចនេះចង់ហុយមេឃចង់ភ្លៀងហើយយើងឈរថតផ្លែតឡើយឡើងមកដល់លើទូកវិញហើយ goodbye see you next time យើងឡើងមកវិញហើយពេលហ្នឹងហ្នឹងហើយមើលទៅស្ពីពេលហ្នឹងដូចជាមានថ្ងៃលិចតិចតិចដែរមើលឃើញស្អាតហ្នឹងហើយយើងមើលនេះកន្លែងនេះក៏ស្អាតដែរនេះទឹកកឡោនេះពេលដែលយើងទូកប៉ះមួយទឹកហ្នឹងស្អាតតែម្ដងហ្នឹងហើយថតទៀតអត់អស់ចិត្តឥឡូវយើងមកដល់កន្លែងឡើងជ្រាំងឡើងហើយប៉ុន្តែពេលហ្នឹងយើងអត់ចោះចំហៀងខាងហ្នឹងឯងគេបត់មកជុំឲ្យយើងមកចោះចំហៀងខាងទៀតនេះយើងគេបត់ឲ្យមកជុំហើយពេលនោះនេះពេលហ្នឹងរៀងចង់រៀងភ្លៀងមិនដឹងឯទឹកឡើងនេះឡឡឡើងខ្លាំងពេលហ្នឹងតែមានថ្ងៃលិចមានអីតាមិនដឹងឯងគេឡោយើងអត់ដឹងដែរវាឡើងឡខ្លាំងនេះតែសំខាន់មានភ្នំមានអីកោះជុំវិញនេះយើងមើលឃើញស្អាតហើយជាមួយនឹងថ្ងៃលិចហ្នឹងហើយអញ្ចឹងតែប៉ុណ្្នឹងឯងអត់ដឹងនិយាយថាម៉េចទៀតទេអស់ហើយអត់មានអីថានិយាយហ្នឹងហើយចឹងកន្លែងនេះថ្ងៃលិចកន្លែងក៏ស្អាតដែរហ្នឹងហើយកន្លែងហ្នឹងឯងឡៃមើលទៅហ្នឹងឯងកោះស្ដាច់ហ្នឹងឯងនោះកន្លែងវាបកោភ្លើងតិចហ្នឹងថ្ងៃឥឡូវយើងឡើងមកហើយ finally យើងឡើងមកដល់កន្លែងច្រាំងវិញហើយ Thank you for watching អរគុណបងប្អូន